ទស្សនាសូមស្វាគមន៍បងប្អូនប្រិយមិត្តជាទីស្រឡាញ់រាប់អានមកកាន់នីតិរឿងមនុស្សសញ្ចេតនាស្នេហារឿងរ៉ាវបែបកំសត់រឿងរ៉ាវបែបកំប្លុកកំប្លែងនិងសាច់រឿងនីតិផ្សេងដើម្បីទទួលបាននូវសាច់រឿងថ្មីជាបន្តសូមបងប្អូនប្រិយមិត្តមេត្តាជួយចូល Subscribe និងដាក់សញ្ញាកណ្ដឹង Channel ផ្ទះស្នេហ៍នៅក្នុងវេលានីតិនេះផ្ទះស្នេហ៍នឹងនាំអារម្មណ៍ពុកម៉ែបងប្អូនប្រិយមិត្តទាំងឡាយមកតាមដានស្ដាប់នៅសាច់រឿងវាសនានាងម៉ាលីដែលជាពាក្យបញ្ចប់ដើម្បីទទួលបាននូវសាច់រឿងស៊ីជម្រៅបែបណានោះសូមបងប្អូនប្រិយមិត្តមេត្តាចូលតាមដានស្ដាប់នៅសាច់រឿងរបស់យើងដូចតទៅសូមអរគុណវិចិត្រដើរចូលទៅសួរអ្នកគ្រូក្នុងសាលាទាំងភ័យព្រួយសុំទោសអ្នកគ្រូតើថ្ងៃនេះកុមារវិបុលបានមករៀនទេអ្នកគ្រូងក់ក្បាលដោយការងឿងឆ្ងល់អត់ទេលោកមិញនេះម្ដាយគេទៅតែមកសុំឈប់រៀនឲ្យកូននិងសុំដកឯកសារចេញទាំងអស់នាងមើលទៅហាក់ដូចជាប្រញាប់ប្រញាល់ណាស់ឮថានាងត្រូវផ្លាស់ទីលំនៅទៅនៅខេត្តវិញភ្លាមវិចិត្រស្ទើរតែដួលផ្ងាក្រោយគេដឹងច្បាស់ថាមេលីសកំពុងតែរត់គេចពីគេប្រញាប់បញ្ជាឲ្យអង្គរៈទៅឆែកមើលនៅក្នុងបន្ទប់ជួលដែលគេសង្ស័យគេឃើញទ្វារត្រូវបានចាក់សោជិតឈឹងហើយម្ចាស់ផ្ទះប្រាប់ថានាងបានរើអីវ៉ាន់ចេញតាំងពីយប់ម្សិលបាត់ទៅហើយវិចិត្រត្រឡប់មកអង្គុយក្នុងឡានវិញទាំងក្តីអស់សង្ឃឹមគេយកដៃវាយចង្កូតឡានទាំងឈឺចាប់មាលីហេតុអីអូនត្រូវធ្វើដល់ថ្នាក់នឹងបងគ្រាន់តែចង់សុំទោសចង់មើលថែអូននិងកូនតើបងត្រូវជាមនុស្សគួរឲ្យខ្លាចខ្លាំងណាស់មែនទេក្នុងខ្សែភ្នែកអូនគេនឹកដល់សម្ដីមាលីដែរថាវិបុលមិនមែនជាកូនគេតែចិត្តគេនៅតែប្រាប់ថានោះគឺជាពាក្យកុហកកាន់តែនឹកកាន់តែឈឺកាន់តែស្ដាយក្រោយដែល3ឆ្នាំមុនគេមិនព្រមរឹងមាំជាងនេះដើម្បីការពារនាងទោះបីជាបាត់ដានមេលីសាជាថ្មីប៉ុន្តែជីវិចិត្រនៅតែពេលនេះមិនមែនជាវិចិត្រកាលពី3ឆ្នាំមុនដែលងាយនឹងឲ្យអ្នកណាមកបោកប្រាស់បានឡើយគេហៅអង្គរៈមកប្រជុំជាបន្ទាន់ស្ដាប់ឲ្យច្បាស់បើទោះជាត្រូវរុះរើក្រុងភ្នំពេញឬឆែកគ្រប់ខេត្តក្រុងក៏ត្រូវតែរកមេលីសនិងកូនឲ្យឃើញទៅស៊ើបមើលនៅបញ្ជីរោងចក្រទាំងអស់ឆែកមើលឈ្មោះកម្មការិនីដែលទើបតែលាឈប់នាងមានកូនតូចនាងមិនអាចទៅណាឆ្ងាយបានឡើយចុះបើលោកស្រីម្ចាស់លោកស្រីចន្ទថាដឹងរឿងនេះតើអ្នកប្រុសគិតយ៉ាងណាកាលពី3ឆ្នាំមុនខ្ញុំចាញ់ល្បិចគាត់ព្រោះខ្ញុំនៅក្មេងពេកតែពេលនេះបើអ្នកណាហ៊ានមករារាំងផ្លូវខ្ញុំម្ដងទៀតកុំបន្ទោសថាខ្ញុំជាកូនអកតញ្ញូខ្ញុំសុខចិត្តបោះបង់ការងារជាស្ត្រីប្រសើរប្រសិនបើវាជាតម្លៃដែលត្រូវដូរយកប្រពន្ធកូនខ្ញុំមកវិញនៅតំបន់ចំការចេកដល់ដាច់ស្រយាលមួយមានលិះកំពុងអង្គុយបោកខោអាវទាំង
ភ្នែករំបីមើលវិបលដែលកំពុងលេងដីនៅក្បែរជើងនាងមើលទៅស្លេកស្លាំងនិងភ័យខ្លាចគ្រប់វិនាទីរាល់ពេលមានសំឡេងឡើងម៉ូតូជិះកាត់នាងតែងតែស្ទុះទៅអោបកូនជាប់ជានិច្ចវិបុលបើឃើញមនុស្សប្លែកមុខជិះឡានមកកូនត្រូវរត់ចូលក្នុងផ្ទះភ្លាមណាកូនកុំឲ្យគេឃើញមុខកូនឲ្យសោះមីលីសំឡឹងមិនដឹងទេថាព្យុះដែលនាងកំពុងរត់គេចមិនមែនជាព្យុះបំផ្លាញឡើយតែគឺជាភ្លើងស្នេហ៍ដែលកំពុងតែឆេះសន្ធោសន្ធៅដើម្បីតាមរកភាពយុត្តិធម៌ឲ្យនាងបន្ទាប់ពីតាមរកនៅភ្នំពេញមិនឃើញវិចិត្រមានអារម្មណ៍តានតឹងជាខ្លាំងគេសម្រេចចិត្តបើកឡានទៅកាន់ផ្ទះលំហែកាយរបស់គេនៅឯខេត្តដែលជាទីតាំងដាច់ស្រយាលមួយហ៊ុំព័ទ្ធដោយធម្មជាតិនិងស្ងប់ស្ងាត់បំផុតដើម្បីរំងាប់អារម្មណ៍និងរៀបចំគម្រោងតាមរកមេលីបន្តគេមិនដឹងទាល់តែសោះថាទីតាំងដែលមេលីជ្រើសរើសមកលាក់ខ្លួនគឺនៅចំការដ៏ធំមួយដែលនៅជាប់របងដីចំការរបស់គេនេះឯងល្ងាចនោះមេឃស្រឡះល្អបាក់សាហើត្រឡប់ទៅសម្បុកវិញជាវងវិចិត្រដើរចេញពីផ្ទះលំហែសម្ដៅទៅរកស្ទឹងតូចមួយនៅខាងក្រោយដីចំការរបស់គេស្ទឹងនេះគឺជាកន្លែងដែលគេចូលចិត្តមកអង្គុយគិតរឿងរ៉ាវផ្សេងខណៈដែលគេកំពុងឈរមើលទឹកហូរស្រាប់តែមានខ្យល់បក់មកនាំយកសំឡេងក្មេងតូចម្នាក់យំស្រែកហៅម្ដាយល្វើយចេញពីត្រើយម្ខាងនៃស្ទឹងដែលជាតំបន់ចំការមីដ៏ក្រាស់ខ្មឹកម៉ាក់នៅឯណាវិបុលខ្លាចម៉ាក់កុំទៅចោលវិបុលអីវិចិត្រផ្អាកដង្ហើមភ្លាមសំឡេងនេះវាស្រដៀងនឹងសំឡេងក្មេងតូចដែលគេបានជួបនៅមុខសាលាខ្លាំងណាស់បេះដូងគេចាប់ផ្ដើមលោតញាប់គេមិនបង្អង់យូរឡើយវិចិត្ររត់កាត់ទឹកស្ទឹងដែលត្រឹមចង្គង់សំដៅទៅរកប្រភពសំឡេងក្នុងចំការមីនោះភ្លាមវិចិត្ររត់ជ្រែកដើមដំឡូងមីដែលដុះខ្ពស់ចិត្តត្រឹមស្មារហូតដល់ឃើញខ្ទមឈើតូចមួយដែលសង់យ៉ាងសាមញ្ញបំផុតទីនោះគេឃើញកុមារតូចវិបុលកំពុងអង្គុយយំនៅក្បែរពីងទឹកម្នាក់ឯងមុខមាត់គេប្រឡាក់ដោយដីនិងទឹកភ្នែកមើលទៅគួរឲ្យអាណិតបំផុតវិបុលគឺកូនមែនទេម៉ាក់ទៅណាហើយកូនហេតុអីទុកឲ្យកូននៅម្នាក់ឯងបែបនេះវិបុលនៅពេលឃើញមុខវិចិត្រគេហាក់ចំណាំបានគេឈប់យំរួចយកដៃតូចមកតោងកវិចិត្រជាប់ដូចជាបានជួបអ្នកការពារដ៏រឹងមាំពូជួយម៉ាក់ផងម៉ាក់ដួលម៉ាក់ដេកក្នុងផ្ទះហើមិនងើបទេវិចិត្រឮហើយភ័យស្លន់ស្លោដល់កំពូលគេបីវិបុលរត់ចូលទៅក្នុងខ្ទមឈើតូចនោះភ្លាមនៅលើគ្រែឈើចាស់មួយគេឃើញមាលិសដេកស្ដោកស្ដឹងទាំងដង្ហើមដង្ហក់ខ្លាំងផ្ទៃមុខនាងស្លេកស្លាំងនឹងក្តៅដូចភ្លើងរបួសដែលនាងបានតាំងពីថ្ងៃគ្រោះថ្នាក់កង់ក៏មិនទាន់បានព្យាបាលត្រឹមត្រូវរហូតដល់คล้ายជាដំបៅនឹងធ្វើឲ្យនាងគ្រុនក្តៅខ្លាំងរហូតសន្លប់បាត់ស្មារតីបែបនេះវិចិត្រស្ទុះទៅ
មានលីអោបជាប់នឹងទ្រូងមានលីអូនភ្ញាក់ឡើងបងមកដល់ហើយបងមិនឲ្យអូនកាត់អីឡើយទោះបីជាវិចិត្រខំស្រែកហៅយ៉ាងណាក៏មានលីមិនដឹងខ្លួនដែរគេសម្លឹងមើលជុំវិញខ្ទមឃើញមានតែបាយកកនិងអំបិលដែលបង្ហាញពីជីវិតដ៏លំបាកវេទនារបស់នាងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះវិចិត្រមានអារម្មណ៍ថាដូចជាមានកំបិតរាប់ពាន់មកចាក់ចំទ្រុងគេខឹងខ្លួនឯងដែលទុកឲ្យមនុស្សស្រីដែលខ្លួនស្រឡាញ់នឹងកូនប្រុសរបស់ខ្លួនសភាពបែបនេះមីលីលើកនេះបងនឹងមិនឲ្យអ្នកណាមកបំបែកយើងបានឡើយទោះជាអ្នកម៉ាក់ក៏ដោយបងនឹងនាំអូននិងកូនទៅកន្លែងសុវត្ថិភាពបំផុតវិចិត្រ3មីលីចេញពីខ្ទមដោយមានវិបុលដើរតោងជើងតាមពីក្រោយគេមិនខ្វល់ពីអ្វីទាំងអស់គេសម្រេចចិត្តនាំមីលីទៅកាន់ផ្ទះលំហែរបស់គេដែលនៅជាប់នោះដើម្បីមើលថែនិងជាបាលនាងដោយសម្ងាត់បំផុតនៅក្នុងបន្ទប់គេងដ៏ប្រណិតដល់នៃផ្ទះលំហែកាយពន្លឺព្រះអាទិត្យខ្សែនៅពេលព្រលឹមបានចាំងចូលតាមបង្អួចមានលីចាប់ផ្ដើមកម្រើកដៃជើងនិងភ្នែកតិចនាងមានអារម្មណ៍ថាខ្លួនប្រាណស្រាលស្រទន់និងមានក្លិនក្រអូបខុសពីខ្ទមចង្កាមីដល់ជូបប្អូនកម្លាំងដែលបាត់បង់បានត្រឡប់មកវិញបន្តិចម្ដងបន្ទាប់ពីទទួលបានការចាក់ថ្នាំនិងព្យួរសេរ៉ូមពីគ្រូពេទ្យឯកជនដែលវិចិត្របានហៅមកដោយសម្ងាត់គ្រាន់តែបើកភ្នែកឡើងឃើញពីដានផ្ទះដ៏ស្អាតនិងដឹងខ្លួនថាកំពុងដេកលើពុកទន់ល្មើយមីលីស្ទុះងើបអង្គុយទាំងភ័យស្លន់ស្លោនាងក្រឡេកឃើញវិបុលកំពុងដេកលក់យ៉ាងស្ងប់ស្ងាត់នៅក្បែរនាងកូនវិបុលយើងនៅឯណាស្លាប់ហើយលោកបងវិចិត្ររកយើងឃើញហើយមែនទេនាងប្រញាប់បីវិបុលទាំងត្រដាបត្រដួសរួចបងរងនឹងចុះពីលើគ្រែដើម្បីរត់ចេញពីទីនោះនាងខ្លាចបំផុតគឺអំណាចរបស់ត្រកូលអភិជនដែលធ្លាប់ធ្វើបាបនាងប៉ុន្តែគ្រាន់តែនាងឈានជើងដល់មាត់ទ្វារក៏បើកឡើងគឺវិចិត្រដែលកាន់ថាបបសចូលមកលោកកុំមកចិត្តខ្ញុំលោកចង់ធ្វើអ្វីលោកចង់ដណ្ដើមកូនខ្ញុំមែនទេឲ្យយើងទៅវិញទៅឃើញមីលីភ័យខ្លាចដល់ថ្នាក់ញ័រខ្លួនវិចិត្រដាក់ថាបបក្បែរតុរួចស្ទុះទៅចាប់អោបមីលីជាប់នឹងទ្រូងទោះបីជានាងខំរើបំរាស់យ៉ាងណាក៏ដោយបងមិនឲ្យអូនទៅណាទៀតទេមីលីស្ដាប់បងណា3ឆ្នាំហើយដែលបងរស់នៅដូចស្លាប់ទាំងរស់ព្រោះតែបាត់អូនបងដឹងគ្រប់យ៉ាងបងដឹងថាអូនឈឺចាប់ដោយសារអ្នកម៉ាក់លោកដឹងអីលោកមានប្រពន្ធមានកូនហើយលោកមកតាមយើងធ្វើអីទៀតលោកស្រីចន្ទថាបានប្រាប់ខ្ញុំគ្រប់យ៉ាងគាត់បង្ហាញរូបថតឲ្យខ្ញុំមើលទៀតលោកជាមនុស្សកុហកវិចិត្រកាន់ស្មាមីលីទាំងសងខាងរួចសម្លឹងចំភ្នែកនាងដោយភាពស្មោះត្រង់បំផុតមីលីរូបថតទាំងនោះគឺជាល្បិចកលរបស់អ្នកម៉ាក់ទាំងអស់បងមិនដែលរៀបការជាមួយអ្នកណាទេហើយក៏មិនដែលចោលអូនដែរកាលនោះគាត់កុហកបងថាអ្នកម៉ាក់គៀងបេះដូងដើម្បីដកបងចេញពីអូនរួចគាត់ឃុំបងក្នុងផ្ទះគាត់ដកទូរស័ព្ទបងគាត់កាត់តរូបថតឲ្យអូនជឿថាបងមានអ្នកផ្សេងដើម្បីឲ្យអូនដើរចេញពីបងដោយខ្លួនឯងមីលីឈរថ្មឹងទឹកភ្នែកហូរស្រក់មកមិនដាច់
បងសុកចិត្តទៅអូស្ត្រាលីធ្វើជាស្ដាប់តាមគាត់គ្រប់យ៉ាងគឺដើម្បីឲ្យគាត់លែងតាមដានអូនឲ្យអូនមានសុវត្ថិភាពបងខំរៀនខំធ្វើការដើម្បីដណ្ដើមអំណាចក្រុមហ៊ុនមកក្នុងដៃបងវិញទើបបងមានសមត្ថភាពការពារអូននិងកូនបាននៅថ្ងៃនេះមានលីវិបុលគឺជាកូនបងមែនទេកុំកុហកបងទៀតអីបេះដូងបងប្រាប់ថាគេគឺជាឈាមជ័ររបស់បងមានលីលែងមានកម្លាំងនឹងរើបំរាស់ទៀតហើយនាងដួលសន្លប់ក្នុងរង្វង់ដៃវិចិត្រម្ដងទៀតតែលើកនេះគឺជាការសន្លប់ដោយសារភាពធូរស្រាលក្នុងចិត្តអាត់កំបាំង3ឆ្នាំត្រូវបានស្រាយបំភ្លឺវិចិត្រដាស់មានលីឲ្យគេងលងលក់លើគ្រែវិញថ្នមរួចអង្អែលក្បាលវិបុលដែលទៅតែភ្ញាក់ឡើងមកសម្លឹងមើលគេទាំងងឿងឆ្ងល់ពូម៉ាក់កាត់អីហាត់អីម៉ាក់យំម៉ាក់មិនអីទេកូនម៉ាក់គ្រាន់តែរំភើបវិបុលចាប់ពីថ្ងៃនេះតទៅកូនមិនបាច់ហៅពូទៀតទេកូនត្រូវហៅប៉ានឹងមិនឲ្យអ្នកណាមកធ្វើបាបនឹងម៉ាក់ទៀតឡើយប៉ានឹងសងគ្រប់យ៉ាងដែលកូននិងម៉ាក់បានបាត់បង់រយៈពេល3ឆ្នាំនេះវិចិត្រសម្លឹងមើលមីលីនិងកូនដោយក្តីបដូរផ្ដាច់គេដឹងថាលោកស្រីចន្ទថាច្បាស់ជាមិនព្រមឈប់ឡើយតែវិចិត្រនៅពេលនេះមិនមែនជាកូនប្រុសដែលទន់ជ្រាយកាលពីមុនទៀតទេគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីគ្រួសារពិតប្រាកដរបស់គេក្រោយពេលបានសន្លប់មួយភាំងដោយសារភាពរំភើបនិងការតក់ស្លុតមេលីបានដឹងខ្លួនឡើងវិញម្ដងទៀតលើកនេះនាងមិនបានព្យាយាមរត់គេចឡើយនាងសម្លឹងមើលទៅវិចិត្រដែលកំពុងអង្គុយក្បែរគ្រែកាន់ដៃនាងជាប់មិនលែងភ្នែកគេឡើងក្រហមព្រោះតែការយំនិងការបារម្ភនៅក្នុងបន្ទប់ដ៏ស្ងប់ស្ងាត់មេលីនិងវិចិត្របានបើកបេះដូងនិយាយរឿងរ៉ាវដែលបានកប់ទុកក្នុងចិត្តអស់រយៈពេលជាច្រើនឆ្នាំលោកបងដឹងទេថាគ្រាដែលខ្ញុំដឹងថាខ្លួនឯងមានផ្ទៃពោះ2ខែគឺជាពេលដែលខ្ញុំត្រូវទ្រាំស្ដាប់ថាលោកបងមានប្រពន្ធកូនរួចទៅហើយខ្ញុំរស់នៅទាំងវិវដិសេរីព្រោះគិតថាខ្លួនឯងជាស្រីបំបែកគ្រួសារគេរាល់យប់ខ្ញុំដេកអោបអាវលោកបងយំរហូតដល់ថ្ងៃសម្រាលវិបុលម្នាក់ឯងក្នុងបន្ទប់ជួលដ៏ងងឹតបងសុំទោសដែលទុកឲ្យអូនរងទុកម្នាក់ឯងនៅអូស្ត្រាលីបងមិនដែលសប្បាយចិត្តសូម្បីតែមួយថ្ងៃបងធ្វើការដូចគ្រឿងយន្តគឺដើម្បីតែយកចិត្តអ្នកម៉ាក់ឲ្យគាត់ទុកចិត្តបងដើម្បីបងមានឱកាសត្រឡប់មកតាមរកអូនបងជួលមនុស្សតាមរកអូនគ្រប់កន្លែងតែអ្នកម៉ាក់បានប្រើអំណាចគាត់បិទផ្លូវបងទាំងអស់បងឈឺចាប់ណាស់មីលីឈឺចាប់ដែលដឹងថាអូនកំពុងលំបាកតែបងធ្វើអ្វីមិនបានវិបុលដែលភ្ញាក់ពីដេកបានដើរមកជិតអ្នកទាំងពីរវិចិត្រលើក3កូនមកដាក់លើកណ្ដាលរួចអោបទាំងម្ដាយទាំងកូនចូលក្នុងរង្វង់ដៃតែមួយវិបុលប៉ាសន្យាថាចាប់ពីថ្ងៃនេះទៅប៉ានឹងសងគ្រប់យ៉ាងដល់កូនប៉ានឹងឲ្យកូនក្លាយជាកុមារដែលមានសេចក្តីសុខបំផុតក្នុង
លោកបងចុះលោកស្រីចន្ទថាគាត់នឹងមិនព្រមឲ្យយើងនៅជាមួយគ្នាឡើយខ្ញុំខ្លាចគាត់មកដណ្ដើមកូនចេញពីខ្ញុំទៀតវិចិត្រងើបឈររួចលើកដៃសច្ចៈចំពោះមុខមីលីនិងកូនក្រោមពន្លឺព្រះអាទិត្យដែលចាំងចូលតាមបង្អួចយ៉ាងត្រចះត្រចង់មីលីបងមិនមែនជាវិចិត្រដែលទន់ជ្រាយកាលពី3ឆ្នាំមុនទៀតទេឥឡូវបងគឺជាប្រធានក្រុមហ៊ុននិងមានអំណាចពេញដៃបងបានរៀបចំឯកសារនិងច្បាប់គ្រប់យ៉ាងរួចរាល់ហើយបើអ្នកម៉ាក់នៅតែចង់បំបែកយើងបងសុកចិត្តលាលែងពីតំណែងបោះបង់ទ្រព្យសម្បត្តិទាំងអស់ដើម្បីមករស់នៅជាមួយអូននិងកូនក្នុងចំការមីនេះក៏បងព្រមដែរយើងនឹងមិនបែកគ្នាជាលើកទី2ជាដាច់ខាតមីលីងក់ក្បាលយល់ព្រមនាងលុកដៃទៅកាន់ដៃវិចិត្រជាប់កម្លាំងចិត្តដែលនាងធ្លាប់តែបាត់បង់បានត្រឡប់មកវិញទ្វេដងចាស់លោកបងបើលោកបងមិនលែងដៃខ្ញុំក៏មិនទៅណាដែរយើងនឹងតស៊ូដើម្បីកូនរបស់យើងអ្នកទាំង3អោបគ្នាជារង្វង់ក្នុងភាពកក់ក្ដៅដែលមិនធ្លាប់មានពីមុនមកនេះគឺជាការចាប់ផ្ដើមនៃជីវិតថ្មីប៉ុន្តែពួកគេក៏ដឹងដែរថាព្យុះភ្លៀងដ៏ធំពីលោកស្រីចន្ទថាកំពុងតែចាប់ផ្ដើមបក់បោកមកដល់ក្នុងពេលឆាប់នេះខណៈដែលវិចិត្រមីលីនិងវិបុលកំពុងតែប្រើពេលវេលាដ៏កក់ក្ដៅជុំគ្នានៅក្នុងផ្ទះលំហែស្រាប់តែសំឡេងជីផ្លេឡាននិងសំឡេងជើងមនុស្សដើរយ៉ាងច្រើនបានមកដល់លោកស្រីចន្ទថាបានដឹកនាំកម្លាំងអង្គរៈរាប់សិបនាក់មកព័ទ្ធផ្ទះលំហែនេះចិត្តឈឹងបន្ទាប់ពីគាត់បានដឹងតាមរយៈ GPS ឡានរបស់វិចិត្រលោកស្រីចន្ទថាដើរចូលមកក្នុងផ្ទះទាំងទឹកមុខខឹងសម្បាដល់កំពូលគាត់សម្លឹងមើលមីលីដោយខ្សែភ្នែកខ្ពើមរអើមនឹងសម្ដីសម្លឹងមើលវិបុលដោយការមិនទទួលស្គាល់វិចិត្រនេះកូនឯងនៅតែលាក់ស្រីម្នាក់នេះទៀតមែនទេថែមទាំងយកក្មេងមិនដឹងប្រភពមកនៅជាមួយទៀតចេញមកវិញភ្លាមវិចិត្រដើរចេញមកឈរបាំងពីមុខមីលីនិងកូនយ៉ាងរឹងមាំទឹកមុខរបស់គេស្ងប់ស្ងាត់តែមុតស្រួចដូចដាវដែលសម្រួចចេញពីស្រោមម៉ាក់ឲ្យកូនជ្រើសរើសជាលើកចុងក្រោយបើកូនចង់បន្តធ្វើការមរតកសិទ្ធិជាម្ចាស់ក្រុមហ៊ុនមហាសម្បត្តិកូនត្រូវដើរចេញពីពួកវាឥឡូវនេះម៉ាក់នឹងឲ្យលុយវាទៅរស់នៅកន្លែងផ្សេងតែបើកូនជ្រើសរើសស្រីកំសត់នឹងកូនឥតខិនស្លានេះកូននឹងត្រូវចាក់ចេញពីផ្ទះនេះទាំងខ្លួនតទេគ្មានសល់សំបីតែមួយកាក់មួយសេនវិចិត្រមិនត្រឹមតែមិនភ័យខ្លាចគេថែមទាំងញញឹមតិចរួចទាញឯកសារមួយដុំដែលគេទុកក្នុងកាបូបយួរដៃចេញមកដាក់លើតុចំពោះមុខរបស់លោកស្រីចន្ទថាអ្នកម៉ាក់3ឆ្នាំដែលកូនទៅអូស្ត្រាលីកូនមិនមែនទៅរៀនយកតែសញ្ញាបត្រមកបង្អួតអ្នកម៉ាក់ទេកូនបានរៀបចំរចនាសម្ព័ន្ធភាគក្រុមហ៊ុនឡើងវិញទាំងអស់តាមរយៈកិច្ចសន្យាវិយោគនិងការផ្ទេរសិទ្ធិដែលអ្នកម៉ាក់បានផ្តិតមេដាយឲ្យកូនកាលពីឆ្នាំមុនទ្រព្យសម្បត្តិនិងភាគហ៊ុនក្រុមហ៊ុន 60% គឺជាកម្មសិទ្ធិស្របច្បាប់របស់កូនម្នាក់ឯងលោកស្រីចន្ទថាស្រឡំកាំងស្ទុះមកចាប់មើលឯកសារទៀងដៃញ័រទៅត្រើត
កូនមិនមែនជាក្មេងល្ងងដែលអ្នកម៉ាក់អាចយកមកគំរាមបំបែកបំបាក់ស្នេហាបានទៀតទេបើអ្នកម៉ាក់ចង់ដេញកូនចេញអ្នកម៉ាក់ត្រូវដឹងថាក្រុមហ៊ុននឹងត្រូវដួលរលំភ្លាមព្រោះកូនជាម្ចាស់ហត្ថលេខាធំកូនមានអំណាចគ្រប់គ្រាន់ក្នុងការមើលថែប្រពន្ធកូនរបស់កូនដោយមិនចាំបាច់សុំសេចក្តីមេត្តាពីអ្នកណានោះឡើយវិចិត្រដើរទៅចិត្តលោកស្រីចិន្តារួចចង្អុលទៅវិបុលដែលកំពុងឈរតោងដៃមីលីហើយក្មេងម្នាក់នេះមិនមែនជាក្មេងគ្មានប្រភពទេគឺជាចៅប្រុសបង្កើតរបស់ត្រកូលយើងកូននឹងរៀបចំសម្បុត្រកំណើតនឹងដាក់ឈ្មោះគេចូលក្នុងបញ្ជីគ្រួសារជាផ្លូវការអ្នកម៉ាក់អាចស្អប់កូនអាចស្អប់មីលីតែអ្នកម៉ាក់មិនអាចបដិសេធឈាមជ័រខ្លួនឯងបានឡើយមីលីដែលឈរស្ដាប់ពីក្រោយបង្ហូរទឹកភ្នែកដោយភាពរំភើបនាងមិននឹកស្មានថាវិបុលដែលធ្លាប់តែទន់ជ្រាយកាលពីមុនអាចប្រែជាមកមហាកំផែងការពារនាងនិងកូនបានរឹងមាំដល់ថ្នាក់នេះលោកស្រីចិន្តាស្ទើរតែដួលសន្លប់គាត់ដឹងខ្លួនថាគាត់បានចាញ់កូនប្រុសខ្លួនឯងបាត់ទៅហើយអំណាចដែលគាត់ធ្លាប់ប្រើមកជិះជាន់មីលីពេលនេះត្រូវបានវិចិត្រយកមកធ្វើជាខែលការពារវិញយ៉ាងមានប្រសិទ្ធភាពអ្នកម៉ាក់ត្រឡប់ទៅវិញចុះកូននឹងនាំមីលីនិងវិបុលទៅរស់នៅវិមានរបស់កូនវិញក្នុងនាមជាភរិយានិងបុត្រាស្របច្បាប់បើអ្នកម៉ាក់ចង់បានចៅនិងកូនត្រឡប់ទៅវិញអ្នកម៉ាក់ត្រូវរៀនទទួលយកការពិតនិងសុំទោសមីលីចំពោះអ្វីដែលអ្នកម៉ាក់បានធ្វើលោកស្រីចិន្តាដើរចេញទៅវិញទាំងភាពអៀនស្ងៀមស្ងាត់នឹងការបរាជ័យវិចិត្រងាកមកមើលនឹងអោបមីលីនឹងលើកបីវិបុលឡើងមីលីយើងទៅផ្ទះរបស់យើងវិញណាផ្ទះដែលគ្មានអ្នកណាមកធ្វើបាបយើងបានទៀតក្រោយពីជ័យជំនះលើការតស៊ូផ្នែកច្បាប់នៃអំណាចវិចិត្រមិនបានបង្អង់យូរឡើយគេបានសម្រេចចិត្តរៀបចំពិធីមង្គលការដ៏អស្ចារ្យបំផុតប្រចាំឆ្នាំដើម្បីផ្ដល់កិត្តិយសដល់មីលីដែលជាស្រីកំសត់តស៊ូដើម្បីគេអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងសទ្ធាគារលំដាប់ផ្កាយ5មីលីក្រងឈុតកូនក្រមុំពណ៌សស្អាតដូចទេពអប្សរនាងលែងជាស្រីរត់តុឬកម្មករករណីរោងចក្រទៀតហើយប៉ុន្តែជានារីនៃក្នុងបេះដូងវិចិត្រកែវភ្នែករបស់នាងទឹកភ្នែកនាងរលីងរលោងដោយក្តីរំភើបនៅពេលឃើញភ្ញៀវកិត្តិយសជាច្រើនមកអបអរសាទររួមទាំងរតនាដែលញញឹមដោយចិត្តជ្រះថ្លាចំពោះសុភមង្គលមិត្តភក្តិវិចិត្រកាន់ដៃមីលីជាប់មិនលែងរួចនិយាយខ្សឹបក្បែរត្រចៀកវិចិត្រមីលីចាប់ពីថ្ងៃនេះទៅបងនឹងមិនឲ្យអូនស្រក់ទឹកភ្នែកដោយសារឈឺចាប់ទៀតឡើយអូនគឺជាម្ចាស់កិត្តិយសនិងម្ចាស់ជីវិតរបស់បងជារៀងរហូតទោះបីជាពិធីមង្គលការប្រព្រឹត្តទៅយ៉ាងរលូនប៉ុន្តែក្នុងចិត្តវិចិត្រនិងមីលីនៅតែមានភាពចន្លោះប្រហោងព្រោះលោកស្រីចន្ទាមិនបានបង្ហាញខ្លួនឡើយគាត់បានសំងំនៅក្នុងវិមានម្នាក់ឯងទាំងវិន័យនិងភាពឯកោប៉ុន្មានថ្ងៃក្រោយមកវិចិត្រនិងមីលីបានសម្រេចចិត្តនាំវិបុលទៅសួរសុខទុក្ខលោកស្រីចន្ទាដល់ភូមិគ្រឹះពេលទៅដល់លោកស្រីចន្ទាអង្គុយនៅលើកៅអីទាំងទឹកមុខស្ងួត
ជំរិញវិបុលដែលជាក្មេងឆ្លាតតាមការប្រដៅរបស់មីលីគេបានដើរចូលទៅចិត្តលោកស្រីចន្ទថាទាំងស្នាមញញឹមរួចយកដៃតូចៗទៅតោងជង្គង់របស់គាត់លោកយាយឈឺមែនទេម៉ាក់ប្រាប់ថាឲ្យវិបុលយកនំមកឲ្យលោកយាយកុំខឹងប៉ានឹងម៉ាក់អីណាវិបុលស្រឡាញ់លោកយាយពាក្យថាលោកយាយចេញពីមាត់ចៅប្រុសបង្កើតដែលមានមុខមាត់ដូចកូនប្រុសរបស់គាត់បេះបិទបានធ្វើឲ្យរបាំងមោទនភាពនិងភាពមានះរបស់លោកស្រីចន្ទថារលាយសាបសូន្យដូចទឹកកកត្រូវកម្ដៅថ្ងៃគាត់ស្រក់ទឹកភ្នែកចុះមករួចក៏ស្ទុះទៅអោបវិបុលជាប់នឹងទ្រូងលោកស្រីចន្ទថាយំខ្សឹកខ្សួលចៅយាយសុំទោសយាយខុសហើយមីលីវិចិត្រយាយសុំទោសកូនម៉ែនិងម៉ាក់សុំទោសកូនទាំងពីរយាយពិតជាវង្វេងនឹងឋានៈបុណ្យស័ក្តិរហូតដល់មើលមិនឃើញសេចក្តីសុខពិតប្រាកដរបស់ចៅហើយនឹងកូនមីលីនិងវិចិត្រដើរទៅលុតចង្គង់ក្បែរលោកស្រីចន្ទថាមីលីកាន់ដៃលោកស្រីទាំងក្តីអត់ឱនមីលីលោកម៉ាក់ខ្ញុំមិនដែលខឹងលោកម៉ាក់ឡើយពួកយើងគឺជាគ្រួសារតែមួយរូបភាពចុងក្រោយនៃសាច់រឿងគឺគ្រួសារទាំងមូលបានរស់នៅជុំគ្នាវិញយ៉ាងមានសុភមង្គលវិចិត្រដឹកនាំក្រុមហ៊ុនដោយភាពជោគជ័យនិងអយុត្តិធម៌ចំណែកមីលីបានក្លាយជាប្រធានមូលនិធិសប្បុរសធម៌ជួយដល់កម្មការិនីនិងកុមារក្រីក្រវិបុលបានធំធាត់ឡើងក្នុងរង្វង់ដៃដ៏កក់ក្ដៅដែលមានទាំងប៉ាទាំងម៉ាក់និងលោកយាយភាពជូរចត់កាលពី3ឆ្នាំកន្លងផុតទៅបានក្លាយជាមេរៀនដ៏មានតម្លៃបំផុតដែលបង្រៀនឲ្យពួកគេស្គាល់ពីតម្លៃនៃភក្ដីភាពនិងការអត់ឱនឲ្យគ្នាទៅវិញទៅមកទស្សនាសូមអរគុណពុកម៉ែបងប្អូនប្រិយមិត្តជាទីស្រឡាញ់រាប់អានដែលនិយមតាមដានស្ដាប់ Channel ទស្សនាអរគុណចំពោះការតាមដានស្ដាប់សាច់រឿងរបស់យើងខ្ញុំពីដើមរហូតដល់ចប់យើងខ្ញុំមានតែមេរៀនដែលដល់គ្រប់អរគុណពុកម៉ែបងប្អូនប្រិយមិត្តជាទីស្រឡាញ់រាប់អានដែលតាមដានស្ដាប់សាច់រឿងរបស់រឿងវាស្នាមយើងមកនេះបានមកដល់នាទីនៃភាពបញ្ចប់ខ្ញុំសង្ឃឹមថាសាច់រឿងនេះនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនឲ្យរំសាយនៅទុកកង្វល់ទាំងឡាយទស្សនាមានតែជូនពរពុកម៉ែបងប្អូនប្រិយមិត្តជាទីស្រឡាញ់រាប់អានឲ្យជួបតែសេចក្តីសុខគ្រប់ពេលវេលាគ្រប់ពេលវេលាទាំងដើម្បីទទួលបាននូវសាច់រឿងថ្មីៗជាបន្តសូមបងប្អូនប្រិយមិត្តមេត្តាជួយចូល Subscribe និងដាក់សញ្ញាកណ្ដឹង Channel ទស្សនាដើម្បីតាមដានសាច់រឿងថ្មីៗជាបន្តទៀតវេលានេះទស្សនាសូមអរគុណសូមគោរពលា